រៀនអានកំណាព្យសម្ដីល្អ5យ៉ាងពាក្យសម្ដីល្អមាន5យ៉ាងសម្ដីតំណាងខាងបណ្ឌិតទី1ពោលស្ដីតែពាក្យពិតមិនភូតប្រឌិតទោះធ្ងន់ស្រាលទី2ពោលស្ដីពាក្យពីរោះមិនពោលខោកគោះមិនអុចអាលទី3ពោលស្ដីត្រូវតាមកាលមុននឹងដំណើរប្រមាលការទី4ពោលពាក្យមានប្រយោជន៍រួយរាយអាសោចឥតវាចាទី5ពោលដោយចិត្តមេត្តាគ្រប់គ្នាប្រាថ្នារកសុខពិតសម្ដី5យ៉ាងនេះល្អណាស់ទោះក្មេងឬចាស់បានប្រព្រឹត្តបានសុខសេរីក្នុងជីវិតសប្បុរសឆ្ងាយចិត្តមូលមិត្តមកនិពន្ធដោយឧបាសកគុយសុធនសៀវភៅជំនួយសតិភាគទី17ទំព័រ125បណ្ដាំម៉ែឪណែកូនមាសស្ងួនអើយកូនធំហើយត្រូវថែប្រានម៉ែឪនៅមើលបានមិនប៉ុន្មានចែកស្ថានទៅចូលកូនខំសិក្សាទាន់មាតាបៃតានៅគប់មិត្តគិតឲ្យជ្រៅស្គាល់ដល់ទៅលំនៅស្ថានបើកូនជួបបណ្ឌិតទុះតិចពិតកូនគង់បានប្រយោជន៍សម្រាប់ប្រានមិនរំខានសន្តានឡើយកូនកុំនាំចំលុះក្រែងរងគ្រោះណាកូនអើយសត្រូវតែមានហើយម្នាក់ក៏ដោយព្រួយឥតលហែរីឯមិត្តកល្យានមានប៉ុន្មានក៏តិចដែរកូនត្រូវរក្សាថែកុំឆាប់ប្រែបែបែកមិត្តបើបាត់ឲ្យគេនឹកនៅល្ងាចព្រឹកគេចង់ចិត្តត្រូវពោលតែពាក្យពិតកុំប្រឌិតកុំភូតភ័រម៉ែឪខ្លាចខូចឈ្មោះកូនរៀនខ្ពស់រស់ខ្វះធัวក្រែងកូនហួសផ្លូវល្អនាំវឹកវរម្ដាយទឹកភ្នែកអស់ពីម៉ែឪទៅកូនរស់នៅត្រូវសង្វេគកុំលោភលន់ខ្លាំងពេកនាំបាក់បែកអស់មិត្តញាតិកុំចូលតាមតណ្ហាកុំតវ៉ានឹងធម្មជាតិសិលទានមានមាយាទកុំវិវាទញាតិជិតខាងរស់នៅក្នុងសង្គមស្គាល់អ្នកធំកុំឡើងចាងរឹកខ្ពស់ហួសទីអាងផុតសំណាងណាកូនណាបើដឹងកូនមានទុកម្ដាយឪពុកសែនខ្លោចផ្សាទោះបីកូនស្ដីថាឲ្យមាតាបៃតាក្ដីម៉ែឪសែនសង្វេគស្រក់ទឹកភ្នែកពុំចេញស្ដីពុំមានគុំគូនអីកូនប្រុសស្រីអ្វីសោះឡើយនិពន្ធដោយឧបាសកគុយសុធនសៀវភៅជំនួយសតិភាគទី17ទំព័រ126សពទានាងធម្មទានាងជានេតិធម្មទានឈ្នះអស់ទានទាំងពួងសូមអនុមោទនា